គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ48សម្រាប់វឌ្ឍនភាពការងារបាន94%ជាងហើយក្រុងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះគិតត្រឹមដើមខែមេសាឆ្នាំ2025គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ48ដោយតភ្ជាប់ពីចំណុចស្រែអំបិលទៅដល់ក្រុងខេមរៈភូមិន្ទខេត្តកោះកុងបានសម្រេចវឌ្ឍនភាពការងារបាន94កដកសញ្ញា30%និងក្រុងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះហើយព័ត៌មាននេះបានឲ្យដឹងបន្ទាប់ពីឯកឧត្តមសូវីទ័ររដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូននិងជានាយកគម្រោងបានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសនិងក្រុមហ៊ុនសាងសង់ចុះពិនិត្យការអនុវត្តគម្រោងកាលពីថ្ងៃពុធទី2ខែមេសាឆ្នាំ2025ការចុះពិនិត្យនេះក្រុមការងារបានធ្វើការពិនិត្យឆែកកម្រាស់និងការបង្ហាប់ស្រទាប់កៅស៊ូ AC ដោយខួងនិងពិសោធន៍និងចុះពិនិត្យទីតាំងដំឡើងផ្លាកអគុណសន្តិភាពបន្ទាប់មកឯកឧត្តមរដ្ឋលេខាធិការបានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យមើលវឌ្ឍនភាពគម្រោងនិងការងារនៅសល់មួយចំនួនឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំទៅដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ពិនិត្យបន្ថែមលើគ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍និងប្រព័ន្ធបង្ហូររំដោះទឹកភ្លៀងនៅតាមទីតាំងមួយចំនួនដែលងាយនឹងរងគ្រោះនិងឲ្យបន្តយកចិត្តទុកដាក់និងខិតខំអនុវត្តការងារសម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុកប្រកបដោយគុណភាពផងដែរសូមជម្រាបថាគម្រោងសាងសង់ផ្លូវជាតិលេខ48ដែលមានប្រវែងសរុប148គីឡូម៉ែត្រចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ4គីឡូម៉ែត្រលេខ141បូកនឹង750ត្រង់ចំការលួងរហូតដល់ក្រុងខេមរៈភូមិន្ទខេត្តកោះកុងបានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី3ខែមករាឆ្នាំ2022ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយកហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាគម្រោងនេះសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC កម្រាស់7សង់ទីម៉ែត្រនិងជាប្រភេទបេតុងសរសៃដែកត្រង់ផ្លូវប្រសព្វកម្រាស់25សង់ទីម៉ែត្រដោយប្រើប្រាស់ថវិកាសរុបប្រមាណជាង78លានដុល្លារអាមេរិកកុំនៅស្ទាក់ស្ទើរអីទៀតតម្លៃកាន់តែពិសេសសម្រាប់ប្រអប់ Sky One TV តម្លៃត្រឹមតែ